Nơi về lìa dục ngắtក្រោម ពន្លឺ ព្រះច័ន្ទ ពេញ បូរមី នា ស្រុកស្រែ ខែ កដឹក បុរសម្នាក់ ដោយ សម្រាន ពុំលក់ គាត់ ក៏ បាន បើក ទ្វារ ផ្ទះ របស់ គាត់ ចុះ ទៅ ដី ដើម្បី ទៅ បត់ ជើង តូច ដែល ភាសា សាមញ្ញ គេ ហៅ ថា ទៅ នោម បន្ទាប់ ពី គាត់ បត់ ជើង តូច រួច ហើយ គាត់ ក៏ បាន ដើរ មើល ជុំវិញ ក្រោល ក្បី របស់ គាត់ ក្រែង លោ វា មាន ដាច់ វា មាន លបូត ទៅ ណា ទៅ ណី អី អញ្ចឹង បាទ ដល់ គាត់ ដើរ មើល ជុំវិញ នឹង ហើយ អស់ ហើយ ទៅ ឃើញ ថា ក្បី របស់ គាត់ ហ្នឹង គឺ នៅ ក្នុង ក្រោល ទាំង អស់ អត់ មាន ទៅ ណា ទៅ ណី ទេ ដល់ ពេល អញ្ចឹង គាត់ ក៏ បាន ឡើង មក សម្រាន នៅ លើ ផ្ទះ វិញ ដោយ សម្រាន ពុំលក់ គាត់ ក៏ បាន យក កញ្ចប់ ថ្នាំ ខ្លាំង របស់ គាត់ ហ្នឹង មក មូ ធ្វើ ជា បារី ដើម្បី ជក់ បង្ហុយ នៅ ពេល យប់ គាត់ ជក់ ថ្នាំ ខ្លាំង ហ្នឹង អស់ មួយ ខ្សៀ គាត់ ក៏ ចាប់ ដើម ទាញ ខ្នើយ ទាញ ភួយ មក សម្រាន នៅ មាត់ ទ្វារ នឹង បន្ត ទៀត ពេល ដែល គាត់ ប្រាស់ ខ្នង ដាក់ សម្រាន ភ្លាម គាត់ ក៏ ឃើញ ស្រមោល ស្ទង់ ចំនួន 2 នាក់ ស្រមោល មនុស្ស ស្ទង់ 2 នាក់ ដើរ ចូល មក ក្បែរ ក្រោល ក្បី របស់ គាត់ ហ្នឹង ពេល នោះ គាត់ ក៏ គិត ថា ប្រហែល ជា ចោរ ហើយ មើល ទៅ មាន បំណង មក លួច ក្បី របស់ គាត់ ចឹង គាត់ ក៏ មាន គំនិត មួយ ថា ថា អាចោរ ហ្នឹង វា លួច ក្បី គាត់ យ៉ាង ម៉េច ឮ តែ គេ បាត់ ក្បី បាត់ គោ ចឹង អត់ ដែល ទាន់ ចោរ លួច ចឹង គាត់ នៅ ត្រៀល ចាំ មើល ថា នឹង វា ធ្វើ ម៉េច បាទ ប៉ុន្តែ មាន ពនួង មាន អាវុធ របស់ គាត់ ហ្នឹង គឺ នៅ ក្បែរ ដៃ គាត់ ថា ឲ្យ តែ ដឹង តែ កិច្ច មិន រួច ពី គាត់ ព្រោះ គាត់ ចេះ គុណ ត្បូង ចេះ អី ដែរ គាត់ ក៏ ត្រៀល មើល សកម្មភាព របស់ ចោរ ហ្នឹង ចោរ ហ្នឹង ដើរ ក្លឹង ចុះ ក្លឹង ឡើង ក្រោល ក្បី របស់ គាត់ ហ្នឹង រួច ក៏ ដើរ មក ក្បែរ ផ្ទះ ក្បែរ កន្លែង គាត់ ដេក ហ្នឹង តែ ចោរ ហ្នឹង អត់ ឃើញ តា ហ្នឹង នៅ ដេក លប មើល ទេ មាន ន័យ ថា ចោរ ហ្នឹង គាត់ មើល ផ្លូវ បាទ គាត់ ដើរ មើល ផ្លូវ ក្រែង លោ ម្ចាស់ គេ ទាន់ គេ លោ អី រួច ចោរ ហ្នឹង ក៏ បាន ទៅ លើក គេ ហៅ ថា មាន ធាង ត្នោត សម្រាប់ ស្រះ មាត់ ក្រោល ហ្នឹង លើក ធាង ត្នោត ហ្នឹង បន្តិច ព្រោះ ខ្លាច ម្ចាស់ ឮ គាត់ លើក ធាង ត្នោត ហ្នឹង មក ដាក់ ថ្នម អញ្ចឹង ទៅ លើក បាន មួយ ក៏ ដើរ មក ក្បែរ ផ្ទះ ហ្នឹង ទៀត ក្រែង លោ ម្ចាស់ គេ ទាន់ ចោរ ទាំង 2 នាក់ ហ្នឹង ចេះ តែ ដើរ ចុះ ដើរ ឡើង លប លិច លប កើត វា អត់ ទាន់ ស្រាយ ក្បី នឹង ភ្លាម ទេ ចំណែក តា ហ្នឹង ចេះ តែ នៅ ត្រៀល មើល ហ្នឹង ទៅ ដាក់ ដៃ ត្រៀល មើល ចាំ មើល វា លួច ធ្វើ ម៉េច បាទ ដល់ តែ ពេល គាត់ ចាំ យូរ ចោរ ហ្នឹង វា អត់ ចូល ស្រាយ ក្បី នឹង សោះ បាទ ចឹង ដឹង ម៉េច ទេ បងប្អូន ដល់ តែ ត្រៀល ចុះ ត្រៀល ឡើង ទៅ គាត់ លក់ ទៅ វិញ គេ ហៅ ថា លក់ មក ភាំង ទៅ វិញ បាទ លក់ មក ភាំង ទៅ វិញ ហ្នឹង គាត់ ក៏ មើល ទៅ ក្រោល ក្បី គាត់ អស់ ហើយ លីង ចោរ ដឹក ទៅ អស់ ចឹង បាន ផ្អើល ឆោឡោ សវ៉ា ទាញ ត្បូង ទាញ អី ហ្នឹង ស្រែក ហៅ អ្នក ភូមិ ថា ជួយ ផង ចោរ លួច ក្បី អស់ ហើយ បាទ អ្នក ភូមិ ហ្នឹង ក៏ ភ្ញាក់ នាំ គ្នា មក មើល មក ឆោឡោ ប៉ុន្តែ ចោរ មិនដឹង ដឹក ទៅ ដល់ ណា អស់ ចឹង មាន ន័យ ថា ចាំ លប មើល ចោរ ដល់ ប្រហែល ខ្លួន ដេក លក់ ទៅ ចោរ លួច បាន ដដែល ក្បី ហ្នឹង បាទ នេះ ដោយ សារ អី ដោយ សារ គាត់ ចង់ មើល ល្បិច ចោរ ថា ចោរ ហ្នឹង វា លួច យ៉ាង ម៉េច បាទ ហ្នឹង ហើយ ចឹង រឿង អត់ ស្ដាច់ ហ្នឹង គឺ មាន ប៉ុណ្ណឹង បងប្អូន បាទ សូម អរគុណ